ពេលមុននឹងវិមនុស្សមហាស្រីរាជម៉ែតែងតែមានទម្លាប់លូកដៃប៉ះមកលើមុខវែងហួងលើក្បាលដែលជានិមិត្តរូបនៃអំណាចប៉ុន្តែលើកនេះដៃរបស់នាងវិញប៉ះទៅលើអ្វីមិនមានសោះទើបនាងភ្ញាក់ខ្លួនឡើងភ្លាមហើយទើបដឹងថាខ្លួនបានធ្វើដំណើរឆ្លងភពមកស្ថិតនៅក្នុងរាងកាយរបស់កូនស្រីពិតដែលត្រូវបានបដូរខុសអស់រយៈពេល18ឆ្នាំមកហើយនៅពេលនេះកូនស្រីខ្លាំងខ្លាយកំពុងយំដូចកាប់ការធ្លាក់ភ្លៀងធ្វើមុខសង្ស័យសំណោះហើយនិយាយបែបសម្ដែងថានឹងប្រគល់អត្តសញ្ញាណកូនស្រីសុភមង្គលវិញឲ្យស្ត្រីនោះត្រឹមតែសុំឲ្យនាងកុំបណ្ដេញខ្លួនចេញពីផ្ទះត្រកូលស៊ូប៉ុន្តែនាងមិនដឹងទេថាក្នុងជីវិតមុនស្ត្រីម្នាក់នេះគឺជាជើងឯកាប្រយុទ្ធក្នុងវាំងសមត្ថភាពដែលគេដល់ថ្នាក់បំបាក់ស្រីស្នំអាក្រក់ដោយដៃទេនិងបំបាក់អ្នកបះបោដោយគ្មានញើសអ្វីសោះនៅក្នុងវាំងដែលមានស្រីស្នំ72នាក់នាងនៅតែអាចសម្លាប់ភ្លើឈាមឡើងដល់កំពូលអំណាចបានហើយមកដល់ពេលនេះតើធ្វើមិនបានយ៉ាងណាចំពោះស្ត្រីតូចម្នាក់ដែលគ្រាន់តែយំដាក់មុខបែបនេះព្រោះមិនបានប៉ះមុខវែងហួងនាងក៏ធ្វើជាស្ងប់ស្ងាត់ប៉ះសក់បន្តិចរួចប្រមូលកម្លាំងវាមួយក្បាលដៃទៅលើស្ត្រីចិត្តអាក្រក់នោះយ៉ាងខ្លាំងហើយការនេះធ្វើឲ្យសមាជិកគ្រួសារទាំងអស់ភ្ញាក់ផ្អើលខ្លាំងណាស់សម្លេងឆ្លាចរនេះក៏តាក់ទាញឲ្យលោកតាអធិបតីត្រកូលស៊ុំដល់កូនស្រីខ្លាំងខ្លាយភ្លាមធ្វើមុខអន់ចិត្តត្រៀមទៅប្តឹងប៉ុន្តែត្រូវបានស្ត្រីនោះប៉ះទង្គិចធ្វើឲ្យនាងដួលចុះនៅមុខលោកតាភ្លាមក្នុងចិត្តស្ត្រីដឹងច្បាស់ថាលោកតាស៊ូនេះហើយទើបជាអ្នកកាន់អំណាចពិតប្រាកដក្នុងគ្រួសារច្បាប់ទី1នៃការប្រយុទ្ធអំណាចដែលនាងសរុបបានពីជីវិតមុនគឺត្រូវចាប់ខ្សែជើងត្រឹមត្រូវទើបអាចញឹមដល់ចុងក្រោយដូច្នេះនាងបដូរទឹកមុខភ្លាមធ្វើជាកូនចៅសុភាពរៀបសារឲ្យពន្យល់ថាមូលហេតុដែលនាងវាប្អូនស្រីចិត្តអាក្រក់គឺព្រោះទើបតែត្រឡប់មកផ្ទះវិញប្អូននោះក៏ធ្វើរឿងចង់ចាក់ចេញពីផ្ទះបើរឿងនេះលេចលឺចេញក្រៅគេនឹងនិយាយថាគ្រួសារស៊ូខូខើរកឃើញកូនស្រីពិតហើយបណ្ដេញកូនចិញ្ចឹមចេញដែលមួយនេះនាងគ្រាន់តែវាជំនួសលោកតាដើម្បីបង្រៀនវិន័យប៉ុណ្ណោះលោកតារីហើយក៏សរសើរនាងជាខ្លាំងផ្ទុយទៅវិញកូនស្រីខ្លាំងខ្លាយដែលនៅតែយំសោកធ្វើឲ្យលោកតាមើលហើយស្អប់ចិត្តបន្ទាប់មកលោកតាបញ្ជាឲ្យអ្នកបម្រើរៀបចំបន្ទប់ឲ្យស្ត្រីនោះប៉ុន្តែអ្នកបម្រើប្រាប់ថានៅសល់តែបន្ទប់ភ្ញៀវប៉ុណ្ណោះកូនស្រីចិត្តអាក្រក់ដើម្បីបង្ហាញភាពធំទូលាយក៏និយាយថានឹងឲ្យបន្ទប់របស់ខ្លួនទៅស្ត្រីនោះនាងកំពុងតែអួតខ្លួនក្នុងចិត្តស្រាប់តែស្ត្រីនោះចាប់ដៃនាងហើយទទួលយកចិត្តល្អនោះភ្លាមនាងនិយាយថាលោកតាខ្ញុំជាចៅស្រីពិតរបស់លោកផ្ទះរបស់លោកក៏ជាផ្ទះខ្ញុំដែរបន្ទប់ភ្ញៀវទូធំប៉ុណ្ណាក៏សម្រាប់មនុស្សក្រៅរស់នៅប៉ុន្តែសមាជិកគ្រួសារតើមានហេតុអ្វីត្រូវទៅស្នាក់នៅបន្ទប់ភ្ញៀវលោកតាគិតថាត្រូវទេលោកតាហើយក៏យកព្រមភ្លាមបន្ទាប់ពីលោកតាចាក់ចេញបងប្រុសទាំងពីររបស់នាងក៏ចេញមុខការពីកូនស្រីចិត្តអាក្រក់ដោយនិយាយថាការនោះកូនត្រូវបដូរខុសគឺជាកំហុសមន្ទីរពេទ្យមិនមែនកំហុសរបស់នាងទេស្ត្រីនោះលើកមុខឡើងភ្លាមហើយយំឡើងសម្លេងញញែករៀបរាប់ពីអំពើទុក្ខវេទនា18ឆ្នាំកន្លងមកដែលត្រូវឪពុកម្ដាយកូនស្រីខ្លាំងធ្វើទារុណកម្មវីដំប្រើប្រាស់ដោយសត្វហើយនាងថែមទាំងបង្ហាញស្នាមរបួសលើរាងកាយពាក្យទាំងនេះធ្វើឲ្យបងប្រុសទាំងពីរនិយាយមិនចេញភ្លាមច្បាប់ទី2នៃការប្រយុទ្ធអំណាចគឺក៏ចេះប្រើភាពខ្សោយដែលមានសម្រាប់វីទៅវិញដើម្បីសងសំណងបងប្រុសធំទៅយកកាត់ប្រាក់5លានយន់ឲ្យនាងហើយនិយាយថាបើខ្វះលុយប្រើក៏អាចប្រាប់បានគ្រប់ពេលប៉ុន្តែអ្វីដែលនាងចង់បានមិនមែនត្រឹមតែ5លាននេះទេនាងចាប់ឱកាសស្នើសុំទៅសិក្សាការងារនៅក្រុមហ៊ុនបងប្រុសគិតពីបំណុលចិត្តដែលខ្លួនមានចំពោះនាងក៏យកព្រមភ្លាម5លានវាមិនគ្រប់គ្រាន់ទេការដោះអាសន្នឡើយថ្ងៃដំបូងទៅធ្វើការកូនស្រីចិត្តអាក្រក់ក៏ស្នើសុំទៅធ្វើការជាមួយផងដែរនាងមិនអាចអត់ឲ្យគ្រប់គិតយកទៅជារបស់នាងម្នាក់ឯងបានទេនាងស្បត់ថានឹងយកមុខមាត់ត្រឡប់មកវិញនៅសមរភូមិថ្មីនេះនៅពេលណែនាំខ្លួនក្នុងផ្នែកទីផ្សារកូនស្រីចិត្តអាក្រក់មុខនិយាយថាខ្លួនជាកូនស្រីត្រកូលស៊ូហើយថាស្ត្រីនោះគ្រាន់តែជាសាច់ញាតិមកពីជនបទមកស្នាក់នៅអាស្រ័យព្រោះបងប្រុសបានបញ្ជាក់ថាកុំឲ្យរឿងគ្រួសារលេចចេញក្រៅនាងគិតថាស្ត្រីនោះមិនហ៊ានបកស្រាយទេប៉ុន្តែនាងគិតខុសស្ត្រីនោះដើរចេញមុខដោយមិនខ្លាចអ្វីសោះហើយនិយាយថាខ្ញុំឈ្មោះស៊ូម៉ូរ៉ានជាប្អូនស្រីបង្កើតរបស់ស៊ូយៀនជីហើយក៏ជាកូនស្រីពិតតែមួយគត់របស់ត្រកូលស៊ូនាងថែមទាំងលាតត្រដាងរឿងឪពុកម្ដាយកូនស្រីចិត្តអាក្រក់បដូរកូនដោយលួចបន្លំពាក្យទាំងនេះធ្វើឲ្យមនុស្សជុំវិញនិយាយគ្នាឡើងភ្លាមហើយកូនស្រីខ្លាំងបាត់មុខមាត់ទាំងស្រុងអ្នកដឹកនាំចេញមុខបញ្ចប់ស្ថានភាពប៉ុន្តែកូនស្រីខ្លាំងមិនព្រមបញ្ចប់ទេនាងយកកែវទឹកមួយសាច់ទឹកទៅលើស្ត្រីនោះហើយនិយាយថាគុំយកច្រឡំនេះគ្រាន់តែជាពិធីស្វាគមន៍នៅទីក្រុងធំប៉ុណ្ណោះហើយថែមទាំងអួតថាអធិការផ្នែកទីផ្សារគឺជាគូស្នេហ៍របស់នាងមិត្តរួមការងារទាំងអស់ស្ថិតក្រោមការគ្រប់គ្រងរបស់លោកដូច្នេះគ្មាននរណាហ៊ាននិយាយអ្វីឡើយក្នុងវិនាទីនោះស្ត្រីនោះនឹកឃើញជីវិតមុនដែលស្រីស្នំមិនដឹងខ្លួនម្នាក់ក៏ធ្លាប់សាច់ទឹកលើសម្លៀកបំពាក់របស់នាងដូចគ្នាហើយបន្ទាប់មកនាងបានសង្វេញដោយទឹកក្តៅមួយចានពេញភ្នែកនាងត្រជាក់ភ្លាមនាងយកកែវទឹកធំជាងមុនចាក់ទឹកចុះលើក្បាលកូនស្រីចិត្តអាក្រក់ដោយមិនស្ទាក់ស្ទើរដោះស្រាយដោយវិធីអ្នកប្រើឲ្យអ្នកវិញនាងនិយាយអ្នកហ៊ានសាច់ទឹកលើខ្ញុំប្អូនមិនមែននិយាយថានេះជាពិធីស្វាគមន៍របស់ទីក្រុងទេខ្ញុំក៏ជាបុគ្គលិកថ្មីថ្ងៃនេះដែរស្វាគមន៍តែអ្នកម្នាក់តើបានយ៉ាងម៉េចកូនស្រីខ្លាំងក្បាលសាមទឹកទាំងមូលយំរត់ទៅប្តឹងគូស្នេហ៍ដែលជាអធិការផ្នែកទីផ្សារមិនយូរប៉ុន្មានស្ត្រីនោះត្រូវបានហៅទៅមុខការិយាល័យតែប៉ុន្តែមុននឹងនាងចូលទៅលេខាធិការទប់នាងឲ្យរងចាំក្រៅដោយនិយាយថាអធិការបញ្ជាឲ្យរងចាំនាងត្រូវតែរងចាំស្ត្រីនោះស្ទើរតែសើចចេញនេះជាក្រុមហ៊ុនគ្រួសាររបស់នាងឯនាងជាកូនស្រីធំផ្លូវការតើត្រូវខ្លាចអធិការដែលមិនមែនសាច់ញាតិដូចម្ដេចនាងមិនចង់និយាយបន្ថែមទៀតទេឡើងជើងបើកទ្វារការិយាល័យយ៉ាងខ្លាំងប៉ុន្តែពេលភ្នែកនាងធ្លាក់លើមុខបុរសនៅក្រោយតូបនាងភ្ញាក់ផ្អើលទាំងស្រុងមុខនេះស្ទើរតែដូចគ្នាផ្ទាល់នឹងកូនប្រុសអត់ប្រយោជន៍ក្នុងជីវិតមុនដែលចូលចិត្តបង្ករឿងនាងនឹកឃើញរូបភាពដែលគេនៅពីក្រោយសុំឲ្យនាងជួយមិនគិតថាជីវិតនេះគេនៅតែដូចមុន